ថ្មភាពសូមចម្រើនពរញាតិញោមក៏ដូចជាអស់លោកទាំងអស់ដែលតែងតែគោរពនិងស្រឡាញ់ចំពោះមន្តគាថាខ្មែរយើងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅគាថាក៏ដូចជាបាលីសូត្រឲ្យគេនឹករលឹកដើម្បីចែកជូនញាតិញោមក៏ដូចជាអស់លោកទាំងអស់ប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe និងចុច Like នៅលើវីដេអូម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតដែលបង្រៀនដោយខ្ញុំវិករណាអាត្មាភាពហើយក៏សូមចម្រើនពរញាតិញោមផងដែរថា Channel បាលីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីថែរក្សាចែករំលែកនិងបង្រៀននៅមន្តអាគមគាថារបស់ខ្មែរយើងអញ្ចឹងគោលបំណងនៃការបង្រៀននេះក៏ជាការចែករំលែកនិងរក្សាទុកដូច្នេះសូមញាតិញោមអស់លោកទាំងអស់កុំភ្លេចជួយគាំទ្រណារកវីដេអូដែលបានបង្រៀនក៏ដូចជារក្សាទុកណានៅកេរដំណែលអត្តសញ្ញាណជាតិរបស់ខ្មែរយើងមួយដែរទោះបីជាស្រឡាញ់ក៏ដោយមិនស្រឡាញ់ក៏ដោយចូលចិត្តក៏ដោយមិនចូលចិត្តក៏ដោយជឿក៏ដោយមិនជឿក៏ដោយយើងក៏តែជួយគាំទ្រគ្នាទៅជួយថែរក្សាទៅព្រោះនេះជាអ្វីដែលជារបស់ខ្មែរយើងអញ្ចឹងយើងចូលទៅសិក្សានៅបាលីនេះទាំងអស់គ្នាអញ្ចឹងបាលីសូត្រឲ្យគេនឹកនេះគឺជាបាលីមួយដ៏ពូកែនិងស័ក្តិសិទ្ធិបើសិនណាបើញាតិញោមក៏ដូចជាអស់លោកយកទៅប្រើប្រាស់មានការគោរពមានការបដិបត្តិបានត្រឹមត្រូវល្អអាចជួយឲ្យញាតិញោមអស់លោកណាបានសម្រេចបំណងអ្វីដែលយើងប្រាថ្នាអញ្ចឹងសួរថាញាតិញោមអស់លោកណាខ្លះដែលស្រឡាញ់គេម្នាក់ឯងគិតគេម្នាក់ឯងណានឹងចេះតែគិតគេឡោបមើលគេពេញចិត្តគេម្នាក់ឯងតែគេនឹងបែរជាមិននឹករលឹកដល់យើងមិនចូលចិត្តដល់យើងមិននិយាយស្ដីបែរខ្នងដាក់យើងហើយអើដាក់យើងណាក្នុងចិត្តនឹងគិតស្រឡាញ់គេតាំងពីឃើញគេដំបូងម៉េះហ្នឹងហើយតាមដានជីវិតគេនឹងមានសង្សារនៅគេនឹងមានអ្នកថ្មីនៅមានប្តីមានប្រពន្ធនៅយើងដឹងថាគេមិនមានហ្នឹងចិត្តហ្នឹងវាកាន់តែគិតទៀតហ្នឹងគេមិនទាន់មាននរណាសោះអញ្ចឹងចេះតែនឹកស្រឡាញ់ដល់គេប៉ុន្តែគេហ្នឹងមិនស្រឡាញ់ដល់ខ្លួនឯងវិញអញ្ចឹងបាលីនេះសូត្រនឹងឲ្យគេនឹករលឹកដល់យើងណាញាតិញោមណាខ្លះស្រឡាញ់គេម្នាក់ឯងត្រូវហើយចំពោះបាលីគាថានេះហើយសូមបញ្ជាក់ផងដែរថាអាត្មាបង្រៀននេះមិនមែនត្រូវតែឲ្យញាតិញោមយកទៅរៀនទេហើយក៏មិនមែនថាឲ្យញាតិញោមនឹងយកទៅធ្វើបាបគេដែរអញ្ចឹងយើងគ្រាន់តែសូត្រឲ្យគេនឹករលឹកដល់យើងតែប៉ុណ្ណោះនឹងធ្លាប់តែស្រឡាញ់គេម្នាក់ឯងណាអញ្ចឹងឲ្យគេនឹករលឹកដល់យើងវិញប៉ុន្តែបើសិនណាបើគេនឹករលឹកយើងហើយបានដូចបំណងយើងហើយយើងត្រូវតែថែរក្សាឲ្យល្អនៅទំនាក់ទំនងភក្ដីភាពណាឧទាហរណ៍ថាបើស្នេហាស្រឡាញ់មានតែថាយើងចេះរក្សាគ្នាទៅវិញទៅមកសាងប្រយោជន៍ជាមួយគ្នាមិនមែនបានគេមកហើយយើងទៅធ្វើបាបរំលោភបំពានឬក៏ធ្វើឲ្យគេខូចចិត្តពិបាកចិត្តដោយសារយើងទេណាអញ្ចឹងនេះគឺជាបាលីណាឲ្យគេនឹករលឹកដល់យើងវិញណាធ្លាប់តែគេមិនពេញចិត្តស្អប់អីហ្នឹងអាចធ្វើឲ្យគេចូលចិត្តអាណិតដល់យើងអញ្ចឹងយើងចូលទៅសិក្សានៅបាលីនេះទាំងអស់គ្នាអញ្ចឹងមុននឹងញាតិញោមដូចជាអស់លោកសូត្រនៅបាលីនេះយើងត្រូវរៀបចំកិច្ចរំដាប់គ្រូជាមុនសិនរំដាប់គ្រូគឺយើងត្រូវមានផ្កាឈូក5ទៀន5ធូប5បារី5ស្លា5ម្លូ5ស្លាធម៌ដូងមួយគូបាយសីមួយគូទឹកអប់ឆ្វេងស្ដាំកណាត់សឲ្យមួយប្រាក់500រៀលអញ្ចឹងនេះគឺជារំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងដើម្បីជាសក្ការៈថ្វាយដល់គ្រូណានឹងនេះគឺជាកិច្ចដែលយើងត្រូវរៀបចំបន្ទាប់ពីយើងរៀបចំរំដាប់គ្រូរួចយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតយើងសូត្រមកខ្ញុំព្រះករុណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀននៅមន្តគាថានេះដល់ខ្ញុំពេលដែលខ្ញុំសូត្រមន្តគាថានេះពេលណាសូមឲ្យពូកែស័ក្តិសិទ្ធិមានឫទ្ធិមានតេជះមានបារមីបន្ទាប់ពីយើងសូត្រនៅរំលឹកគុណគ្រូរួចយើងត្រូវតាំងនមោ3ចប់ទៀតអញ្ចឹងយើងសូត្រមកនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅបាលីនេះអ៊ីម៉ាំងយិទ្ធិភវੰហើយកន្លែងនេះយើងដាក់ឈ្មោះមកអ្នកណាដែលយើងពេញចិត្តនឹករលឹកណាចង់ឲ្យនឹករលឹកយើងដាក់ឈ្មោះម្នាក់នឹងមកហើយយើងសូត្រទៀតមៈអ៊ីម៉ាំងយិទ្ធិភវੰ
យើងដាក់ឈ្មោះមកឈ្មោះកឈ្មោះខដាក់មកមាក់នឹងអាត្មាភាពណាសូត្របញ្ជាក់ម្ដងទៀតអ៊ីម៉ាំងយិទ្ធិភវាំងដាក់ឈ្មោះមកមាក់ហ្នឹងឧទាហរណ៍ថាគាត់ឈ្មោះកចោះយើងដាក់យើងសូត្រមកអ៊ីម៉ាំងយិទ្ធិភវាំងឈ្មោះកមាក់បើនេះគឺជាបាលីក៏ដូចជាគាថាសូត្រឲ្យគេនឹករលឹកដល់យើងណាគឺមានតែប៉ុណ្ណឹងខ្លីទេប៉ុន្តែអំណាចខ្លាំងហ្នឹងខ្លីអំណាចខ្លាំងតែស្ថិតនៅលើការគោរពបដិបត្តិរបស់យើងដែរហើយចំពោះការសូត្រចំពោះការបរិកម្មយើងត្រូវបរិកម្ម7ចប់ចំពោះដំណំហាមហូបសាច់ឆ្កែផ្លែស្ពឺផ្លែឃ្លោកហើយមួយទៀតនោះគឺហាមជេរប្រមាថកាបទានអ្នកដទៃទាំងដែលយើងឲ្យស្រឡាញ់ចូលចិត្តហ្នឹងក៏យើងមិនត្រូវជេរប្រមាថគាត់ដែរហ្នឹងនេះគឺជាដំណំហើយចំពោះរបៀបប្រើប្រាស់យើងសូត្រមួយថ្ងៃ2ដងពេលល្ងាចយើងសូត្រពេលព្រឹកយើងសូត្រល្ងាចមុនពេលយើងចូលដេកយើងសូត្រគាថានឹងដាក់ឈ្មោះគេ3ដងរួចហើយយើងធ្វើទៅនឹងនឹករលឹកឈ្មោះគេរហូតចឹងទៅទឹកឡើងនៅពេលដេកយើងសូត្រទៀតយើងធ្វើចឹងបែបនឹងរហូតណាតើតែបានមួយអាទិត្យពីអាទិត្យកន្លះខែអីប្រកបណាស់មនុស្សដែលធ្លាប់តែស្អប់ធ្លាប់តែមិនចូលចិត្តមិនខ្វល់ហ្នឹងបែរជាណារៀងប្លែកចេះនឹករលឹកដល់យើងហ្នឹងហើយនិយាយស្ដីដល់យើងចឹងទៅដោយសារអំណាចនៃគាថាហ្នឹងនឹងទៅបន្ទន់ចិត្តណាអ្នកដែលមានឈ្មោះនៅក្នុងបាលីហ្នឹងឲ្យគេចូលចិត្តអាណិតស្រឡាញ់ដល់យើងអញ្ចឹងមុនដែលយើងសូត្រហ្នឹងមិនមែនត្រឹមតែលើកឈ្មោះទេរំលឹកដល់រូបរាងមុខមាត់គេទៀតនោះមិនមែនលើកតែឈ្មោះព្រោះឈ្មោះមានច្រើនណានឹងដាក់ឈ្មោះកមនេះត្រូវឈ្មោះកមនេះនោះចឹងទៅព្រោះឈ្មោះមិនមែនសុទ្ធតែមានមួយទេហ្នឹងអញ្ចឹងត្រូវលើកដល់មុខមាត់គេរូបរាងគេនឹងជាពិសេសគឺឈ្មោះរបស់គេនឹងអញ្ចឹងនេះគឺជារបៀបប្រើប្រាស់នៃបាលីណាឲ្យគេនឹកដល់យើងណាគឺមានតែប៉ុណ្ណឹងហើយមួយទៀតមិនមែនយើងអាងតែបាលីទេណាយើងត្រូវខ្លួនឯងបន្តនឹងយើងត្រូវយកចិត្តទុកដាក់ហ្នឹងឯងការគោរពឲ្យតម្លៃធ្វើម៉េចឲ្យជាគំរូឲ្យគេចូលចិត្តអាណិតស្រឡាញ់យើងដែរណាហ្នឹងហើយមិនសូត្របាលីឲ្យខ្លួនឯងក្អេងក្អាំងតេខ្ទើហ្នឹងក៏ពិបាកដែរអញ្ចឹងវារួមផ្សំជាមួយនឹងកប្បកិរិយាការប្រព្រឹត្តរបស់យើងខាងក្រៅបន្ថែមទៀតទៅប្រកាសណាស់មុនគាថាដែលយើងសែបសូត្រទៅនឹងពូកែស័ក្តិសិទ្ធិហើយអាចសម្រេចនៅបំណងដែលយើងប្រាថ្នាដែលយើងចង់បានហើយតែកុំភ្លេចថាបើបានគេមកហើយចូលចិត្តនៅសាញ់ទៅហើយយើងត្រូវថែរក្សាទំនាក់ទំនងនឹងឲ្យបានល្អយកចិត្តទុកដាក់បង្កើតនៅក្តីស្រឡាញ់បង្កើតនៅការរស់នៅនឹងឲ្យបានល្អនេះគឺជាអ្វីដែលគាថាអាគមគ្រូខ្មែរយើងលោកតែងតែសរសើរនឹងចូលចិត្តហ្នឹងហើយមិនមែនយើងយកទៅធ្វើបាបគេណាបានតែគេចូលចិត្តពេញចិត្តយើងធ្វើបាបផ្លូវចិត្តផ្លូវកាយគេការរៀនរបស់យើងនឹងវាមិនជាការប្រសើរទេណាវាជាការប្រសើរទេអញ្ចឹងគឺមានតែប៉ុណ្ណេះជាចុងការប្រសាសនាបើញាតិញោមដូចជាអស់លោកណាចង់ឲ្យមុនអាគមគាថារបស់ខ្មែរយើងពូកែស័ក្តិសិទ្ធិអាស្រ័យទៅលើការទន្ទិញស្វាតជេរគាថានឹងជាប្រចាំថ្ងៃអុជធូបថ្វាយចេកផ្កាភ្ញីទឹកអប់ចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលដែលប្រៀបដូចជាយើងសំលេងកំបិតបើទោះបីជាកំបិតនោះគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលច្រអូសឬធ្វើប្រហែសឬអួតអាងណាបើទោះបីជាមុនអាគមឬវត្ថុស័ក្តិសិទ្ធិនោះខ្លាំងពូកែប៉ុណ្ណាក៏គង់អស់រធានភាពដែរដូចជាកំបិតដែលគេទុកចោលត្រូវច្រេះចាប់ចឹងឯងចឹងយើងកុំបីមានការប្រមាថកុំបីមានការធ្វើប្រហែសកុំបីមានការអួតអាងបំណាច់ថាយកទៅសិក្សារៀនសូត្រត្រូវតែមានការគ្រប់បដិបត្តិឲ្យបានល្អទើបមុនគាថាដែលយើងសែបសូត្រទៅវាពូកែវាស័ក្តិសិទ្ធិហើយអាចជួយយើងបានសម្រេចនៅបំណងប្រាថ្នាដែលយើងចង់បានណាអញ្ចឹងមិនមែនយើងត្រឹមចេះសូត្រចេះថាយកទៅសែបសូត្រពូកែស័ក្តិសិទ្ធិទេសំខាន់លើការគោរពការបដិបត្តិរបស់យើងបើយើងធ្វើមិនបានទេសុខចិត្តទៅរកគ្រូអញ្ជើញគ្រូឲ្យគាត់ធ្វើវិញទៅបើយើងធ្វើខ្លួនឯងមិនមានការគោរពត្រឹមត្រូវទេហ្នឹងវាមិនជារឿងប្រសើរទេណានឹងតែបើចង់ធ្វើខ្លួនឯងធ្វើបានតែត្រូវតែមានការគោរពបដិបត្តិឲ្យបានត្រឹមត្រូវល្អណាអញ្ចឹងទៅសម្រេចនៅរដ្ឋានុភាពអំណាចបារមីអញ្ចឹងទៅអញ្ចឹងគឺមានតែប៉ុណ្ណេះហើយអាត្មាភាពមានជាយ័ន្តមានជាខ្សែកថាខ្សែចង្កេះរោគស៊ីជួញដូរការពារអំពើអំពាន់មុនសល់ខ្មៅហៅលៀប
នាំលៀបនាំសំណាងនាំសេចក្តីសុខណាមកឲ្យគ្រួសារណាប្រសិនណាបើញាតិញោមមានឧបនិស្ស័យចង់ជីវយកទៅប្រើប្រាស់ដើម្បីសេចក្តីសុខសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារអាចជីវបានណាលេខទូរស័ព្ទអាត្មាដាក់នៅលើវីដេអូនេះស្រាប់អាចតាក់ទងមកអាត្មាភាពបានហើយបើសិនណាបើញាតិញោមដូចជាអស់លោកមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចខលសាកសួរបានតាមរយៈ comment ក៏ដូចជាលេខទូរស័ព្ទរបស់អាត្មាភាពផ្ទាល់នៅលើវីដេអូនេះស្រាប់គេលោកមានចម្ងល់កន្លែងណាមួយមិនច្បាស់នៅត្រង់ណាមួយណាអាចសាកសួរបានហើយអរគុណរាល់ការដែលគាំទ្រចូលចិត្តស្រឡាញ់នៅវីដេអូនិងការបង្រៀនរបស់អាត្មាភាពដែលចែករំលែកនៅមន្តអាគមគាថារបស់ខ្មែរយើងអញ្ចឹងសូមចម្រើនពរលាទាំងអស់គ្នា